សួរបងបាទជំរាបសួរថ្ងៃនេះដែរខ្ញុំសូមសួរបងនៅសំណួរមួយចំនួនទាក់ទងនឹងសិក្ខាសាលាប្រព័ន្ធកែបាត់របស់យើងផឹកនេះបាទពីខាងក្រុមហ៊ុន Postcard Digital ដែលគ្រប់គ្រងប្រព័ន្ធវិធានបាទសំណួរទី1ខ្ញុំសូមសួរបងថាតើបងយល់ឃើញយ៉ាងណាដែរចំពោះប្រព័ន្ធកែបាត់ទាំងនេះជារួមគឺតើបងគិតថាវានឹងផ្ដល់ជាចំណុចវិជ្ជមានអ្វីខ្លះដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិយើងបាទប្រព័ន្ធវិក័យប័ត្រនេះជាប្រព័ន្ធវិក័យប័ត្រស្តង់ដារមួយអញ្ចឹងពេលណាដែលវាមានស្តង់ដារវាជួយបង្រួមនៅបញ្ហាផ្សេងដូចជាបញ្ហារឿង data consistent គ្នាបញ្ហាការ verify ទិន្នន័យពិនិត្យទិន្នន័យអីផ្សេងៗហ្នឹងទៅអញ្ចឹងវាពិតវាជួយឲ្យវិក័យប័ត្រការទូទាត់រវាង supplier ហើយនិងអ្នកលក់អ្នកទិញហ្នឹងវាកាន់តែងាយស្រួលឡើងសំណួរបន្ទាប់ហ្នឹងតើជាទស្សនៈផ្ទាល់ខ្លួនរបស់បងតើបងមើលឃើញយ៉ាងណាដែរចំពោះអនាគតនៃប្រព័ន្ធកែបាត់ដែលទៅនេះអាចថា4ទៅ5ឆ្នាំខាងមុខតើវិសាលភាពវានឹងរីកដល់កម្រិតណាខ្ញុំជឿថាប្រព័ន្ធវិក័យប័ត្រនឹងត្រូវបានប្រើប្រាស់ទូលំទូលាយជាងហើយនឹងត្រូវបានទទួលយកដោយអ្នកប្រកបរបរនៅក្នុងស្រុកទិន្នន័យរបស់យើងស្អាតហើយមានចំណុចរួមដែលធ្វើឲ្យយើងគ្រប់គ្នាមានភាពជឿជាក់ហើយនឹងអាចគ្រប់គ្រងនៅហិរញ្ញវត្ថុដោយថាព័ត៌មានហិរញ្ញវត្ថុរបស់ខ្លួនបានត្រឹមត្រូវអញ្ចឹងណាបាទខ្ញុំជឿថាវិសាលភាពនឹងរីកធំលូតលាស់លឿនមិនចង់ឲ្យដល់5ឆ្នាំទេក្នុង3ឆ្នាំដែលអាចពង្រីកបានគឺវាជាវិសាលភាពល្អបំផុតអរគុណបងសំណួរចុងក្រោយបងតើបងមានជាសារក៏ដូចជាមតិយោបល់អីផ្ញើទៅកាន់សាធារណជនជាពិសេសហ្នឹងគឺក្រុមហ៊ុនដែលគាត់ជាធុរជនគ្រប់គ្រងទំនិញនិងសេវាកម្មតែគាត់ហ្នឹងជាអ្នកប្រើប្រាស់កែបាត់ជាប្រចាំបងបាទសម្រាប់ខ្ញុំទី1សូមឲ្យពួកគាត់ងាកមកគ្រប់គ្រងនៅផលិតផលក្នុងស្រុកជាពិសេសប្រព័ន្ធ Digital ហើយក្នុងប្រព័ន្ធ Digital ក្នុងស្រុកមានន័យថាក្រុមហ៊ុនដែលជា provider ទាំងអស់គឺគាត់បានដាក់បញ្ចូលនៅស្តង់ដារថ្នាក់ជាតិហើយនឹងស្តង់ដារអន្តរជាតិដែរដើម្បីគាត់អាចងាយស្រួលក្នុងការប្រកបរបរអាជីវកម្មរបស់គាត់អញ្ចឹងណាហើយជាពិសេសទៀតហ្នឹងគឺនៅពេលដែលយើងមានស្តង់ដារវិក័យប័ត្រមួយនៅក្នុងស្រុកវានឹងជួយឲ្យគាត់កាន់តែងាយស្រួលក្នុងការផ្លាស់ប្ដូរទិន្នន័យលក់ដូររបស់គាត់ទិន្នន័យទូទាត់របស់គាត់ហ្នឹងទៅកាន់តែងាយស្រួលថែមទៀតអញ្ចឹងអ្វីដែលសំខាន់បំផុតសូមឲ្យគាត់មានការជឿជាក់ជាពិសេសទៅលើក្រុមហ៊ុនក្នុងស្រុកហើយក៏ដូចជារដ្ឋាភិបាលជាពិសេសដូចជាការបង្កើតនៅវិក័យប័ត្រស្តង់ដារនេះរបស់ក្រសួងសេដ្ឋកិច្ចជាដើមអញ្ចឹងខ្ញុំជឿថាពួកគាត់នឹងគ្រប់គ្រងហើយនឹងឲ្យផលិតផលមួយនេះរីកធំធាត់ឡើងជាយោបល់របស់ខ្ញុំបាទអរគុណច្រើន